ជាមូលហេតុដែលទន្លេមេគង្គនិងទន្លេសាបបន្លាយចូលគ្នាអ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់កំពង់ចម្លងអរិយស័ព្ទរាល់ដងច្បាស់ជាធ្លាប់ឃើញនៅទស្សនវិជ្ជាដ៏កម្រមួយដែលមានមិនច្រើនទេនៅលើពិភពលោកគឺទឹកទន្លេសាបមិនលាយចូលគ្នាជាមួយទឹកទន្លេមេគង្គទេហើយរឿងដ៏ចម្លែកនេះបានចោទជាសំណួរដល់អ្នកដំណើរគ្រប់រូបដែលបានឆ្លងកាត់ទន្លេនោះដូច្នេះខ្ញុំនឹងមកស្រាយចម្ងល់នោះជូនអ្នកទាំងអស់គ្នាមែនទែនទៅរាល់ដងយើងធ្លាប់តែឮថាមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់តិកមិនលាយចូលគ្នាប៉ុន្តែយើងមិនធ្លាប់ចាប់អារម្មណ៍នោះទេថាស្រុកខ្មែរយើងក៏មានរឿងដ៏កម្រនោះមួយដែរមូលហេតុដែលទឹកទន្លេមិនលាយចូលគ្នានេះបណ្ដាលមកពីមូលហេតុធំៗ3គឺនៅទឹកទន្លេមានសីតុណ្ហភាពមិនស្មើគ្នាទឹកទន្លេហូរបញ្ច្រាស់គឺគ្នានិងមូលហេតុចុងក្រោយគឺល្បឿននៃការហូរវាមានលក្ខណៈលឿនឬយឺតជាងគ្នាបើតាមការស្រាវជ្រាវផ្សេងទៀតបង្ហាញថាទន្លេមានធាតុផ្សំនិងសារធាតុរំលាយសរុបផ្សេងៗខុសៗគ្នាតាមពិតទៅមិនមែនមានតែនៅប្រទេសកម្ពុជាយើងទេដែលមានរឿងចម្លែកបែបនេះកើតឡើងពលគឺមានប្រទេសជាច្រើនទៀតដែលមានករណីនេះដែរចំពោះចំណុចប្រសពរបស់ប្រទេសខ្លះមានទឹកទន្លេហូររហូតទៅដល់3នៅក្នុងផ្លូវទឹកតែមួយទៀតផងគូបញ្ជាក់ថាករណីដែលទឹកទន្លេសាបរបស់យើងមិនលាយចូលគ្នាជាមួយទឹកទន្លេមេគង្គនេះកំពុងតែល្បីល្បាញដល់ឆាកអន្តរជាតិផងដែរ